Ngàyនេះមកបង្ហាញបងប្អូនពីការងារ service ដុំថេង TH 39ណាព្រោះដុំដែលពេញនិយមបច្ចុប្បន្នភាពហ្នឹងឥឡូវវាខូចនេះវាអង្គើបដាំងទាំងអស់អញ្ចឹងខ្ញុំ full service ដុំទាំងមូលតែម្ដងអញ្ចឹងខ្ញុំឆ្លៀតពេលបំបាយឲ្យបងប្អូនមើលបើបងប្អូនចេះដូរខ្លួនឯងអាចមើលវីដេអូនេះហើយរៀនដូរខ្លួនឯងទៅមិនបាច់យកមកដល់ខាង service ទេព្រោះវាអត់សូវពិបាកប្រហែលទេយើងដកវាចេញអញ្ចឹងមកហើយឆ្នុកក៏វារបូតចេញមកដែរនេះគេហៅថាដុំកូនឆ្កែឬក៏អង់គ្លេសគេហៅថា free half body ណាហើយបន្ទាប់មកយើងដំបច្ចេះទៅវិញបាទដាក់ថប់ណាត់ផងកុំឲ្យវាប៉ោងបដូលវាហ្នឹងអញ្ចឹងតើមកវាចេញបដាងមួយនៅឆ្នុកខាងស្ដាំមកវិញហើយតើមកយើងដកបដូលនឹងចេញមកហើយយើងនៅសល់បដាងមកគ្រាប់ទៀតហើយយើងមើលទៅឃើញសភាពបដាងគឺបែកអស់ហើយអញ្ចឹងយើងដាក់ដៃដំចេញពីខាងក្រៅមកបច្ចេកនេះខ្ញុំប្រើ tool ងាយៗដែលបងប្អូនអាចប្រើបាននៅតាមផ្ទះខ្លួនឯងមិនបាច់ប្រើ professional tool ទេអញ្ចឹងប្រើ tool ប៉ុណ្ណឹងយើងអាចក៏បំបែកវាបានហើយអានេះយើងកោះសៀលការពារទឹកនៅខាងដុំកូនឆ្កែហ្នឹងឬក៏ free half body ហ្នឹងចេញតើមកដាក់ឡតកណុលដកឡតកណុលចេញមកវិញមកហើយយើងចាប់ដើមដោះបដាងរបស់កូនឆ្កែហ្នឹងចេញពីគ្រាប់ទៀតតែមុនដោះហ្នឹងកុំឲ្យកខ្ទៀតខាត់ខ្ចាយខ្ញុំដកកូនឆ្កែចេញអស់មកសម្រាប់ដុំ TH បែបកៅនេះកូនឆ្កែវាមាន6គ្រាប់ហើយនឹងកន្ទាស់វាមាន6គ្រាប់អញ្ចឹងយើងដកឲ្យប្រយ័ត្នប្រយែងព្រោះវាទូចៗណាអាចនឹងខ្ទៀតបាត់អញ្ចឹងក្នុងមុនការដំការអីផ្សេងៗគឺខ្ញុំដកវាចេញសិនទុកមួយដុំដើម្បីយើងដំទាំងអីទៅកុំឲ្យវាខ្ទៀតបាត់ពិបាករោអញ្ចឹងណាឥឡូវយើងដកអស់ហើយយើងចាប់ដើមដោះសន្ទះការពារទឹកចេញដែរអាហ្នឹងទុនជ័រទុនណាតែមកយើងយកដែកមកដំអាដែកនេះផ្លូវកង់បងប្អូនហ្នឹងហើយផ្លូវរបស់កង់ដំចេញបដាងមកហើយមានកណ្ដុរមួយទៀតតែមកដំប្រជ្រះមួយទៀតអញ្ចឹងក្នុងនោះមានបដាង2គ្រាប់នៅក្នុងដុំមានបដាង2គ្រាប់ទាំងអស់សរុបបដាង4គ្រាប់ហើយជាក់ស្ដែងដុំនេះឆែកមើលទៅឃើញបដាងដូចទាំងអស់ហ្នឹងដែលខូចយើងត្រូវដូរបដាង4គ្រាប់ឆ្ងាយសេវីទាំងមូលអានេះវានឹងជ្រៅតិចដោយសារវានៅខាងក្នុងយើងដំវាយូរបន្តិចតែដំប្រយ័ត្នដែរកុំឲ្យកែកតែកែកវាឡោកហើយឥឡូវយើងដោះបានអស់ហើយយើងបាយសបកវាអស់ហើយអញ្ចឹងយើងមើលបដាងមកបដាងកើបាអង្គើអាទី2នេះក៏អង្គើបាយមកនេះមានកើបាយតិចហើយយើងបាច់មើលក៏ដឹងដែរហើយអាមួយទៀតនេះក៏អង្គើខ្លាំងដែរមើលទៅហើយអាមួយទៀតនេះក៏អង្គើដែរអញ្ចឹងសរុបមកយើងត្រូវដូរបដាង4គ្រាប់4គ្រាប់ហ្នឹងគ្មានទុកបានមួយទេឥឡូវមុនដូរដាក់បដាងថ្មីហ្នឹងយើងយកទៅវាទៅលាងឲ្យស្អាតសិនការងារលាងបងប្អូនប្រើ spray លាងក៏បាន spray បាញ់ឆេះនឹងលាងក៏បានឬក៏បងប្អូនប្រើព្រីមសុទ្ធក៏បានដែរនេះបដាង4គ្រាប់ខ្ញុំយកមកថ្មីហើយខ្ញុំលាងតួលាងអីស្អាតអស់ហើយបងប្អូនមើលទៅគឺភ្លឺស្អាតការងារកង់វិញតអញ្ចឹងបងប្អូនអត់អាចប្រឡាក់ដោយការងារម៉ូតូទេការងារកង់តដាក់ចូលតស្អាតអញ្ចឹងក្រោយពេលយើងធ្វើស្អាតចឹងហើយហ្នឹងមកយើងចាប់ដើមដាក់បដាងចូលមុនណាបដាងក្នុងណាព្រោះវាជ្រៅជាងគេហើយខ្ញុំក៏ដំតដែរខ្ញុំប្រើគ្រាប់សោលេខ17បាទដំវាចូលទៅដល់ក្នុងមុនបាទយើងដាក់ខ្លាញ់គោបន្តិចវាក្នុងហ្នឹងមិនមែនដាក់ឲ្យវាល្អទេគឺដាក់ដើម្បីឲ្យយើងដំបដាងចូលទៅកុំឲ្យវាកែកតែមកយើងប្រើឡតកណោលវាដាក់ចូលវិញតាមតាណាវាវិញដាក់ខ្លាញ់គោចូលដើម្បីកុំឲ្យវាដើរពេលយើងដំតែមកយើងដំបដាងទី2ចូលហើយដំកុំខ្លាំងពេកហ្នឹងដំល្មមបានហើយយើងបវលមើលថាវាធូរអត់បើដំខ្លាំងពេកវាគៀបឲ្យបដាងហ្នឹងអញ្ចឹងយើងវល់មកធូរខ្ស៊ុយអូខេអញ្ចឹងយើងចាប់ដើមដាក់ខ្លាញ់គោនៅតាមកណោលហ៊ុនកណោលនិងហ៊ុនកូនឆ្កែអញ្ចឹងយើងដាក់កន្ទាស់មុនបាទដាក់កន្ទាស់6គ្រាប់មុនបានដាក់កូនឆ្កែតាមក្រោយអញ្ចឹងកន្ទាស់ហ្នឹង6ដូចគ្នាទេមិនភ័យច្រឡំទេដាក់ឲ្យតែកន្ទាស់តែមកប្រយ័ត្នច្រឡំទិសដៅហ៊ុនដាក់កន្ទាស់ទៅហ៊ុនដាក់កូនឆ្កែហ៊ុនដាក់កូនឆ្កែទៅហ៊ុនដាក់កន្ទាស់វាខុសគ្នាតែដាក់បច្ចេះកង់ធាក់មកក្រោយហើយអញ្ចឹងបងប្អូនមើលឥឡូវហ្នឹងឲ្យច្បាស់បន្តិចហើយក៏មកយើងដាក់កូនឆ្កែចូលតាមតាណាវិញដាក់មួយណាមុនក៏បានហើយខ្វល់វាដូចតែគ្នាហ្នឹងហើយដាក់មកហើយកូនឆ្កែពេលយើងដោះខ្ញុំភ្លេចបញ្ជាក់អាហ្នឹងយើងមើលផងថាកូនឆ្កែមានខូចមានសឹកមានកពិតក្បាលអីអស់តែកន្ទាស់ដូចគ្នាដែរខ្ញុំបានឆែកមុនហើយមុនពេលលាងហ្នឹងយើងឆែកមើលហើយឥឡូវយើងដាក់ចូលអស់ហើយវាគិតថាវាមានបញ្ហាអីខ្ញុំក៏ដាក់ចូលទាំងអស់វិញទៅហើយខ្ញុំដាក់សន្ទះដៃនេះគឺសន្ទះការពារកុំឲ្យកូនឆ្កែវាដើរពេលយើងដោះចេញមកណាអញ្ចឹងសម្រាប់មកដុំ free half body ហ្នឹងរួចរាល់ហើយយើងដាក់ខ្លាញ់គោនៅគៀនតិចយើងដាក់សន្ទះការពារទឹកចូលបាទនេះដាក់ឲ្យយើងសកត់វាចូលទៅឲ្យវាអឹបអញ្ចឹងអាហ្នឹង free half body យើងចប់មួយហើយយើងចូលដាក់នៅតួយើងត្រូវដាក់បដាងនៅខាងមានថ្មីនេះមុនណាភាសាហ្នឹងផ្លូវវាវៃលៀនមកខាងហ្នឹងអញ្ចឹងយើងពិបាកដំអញ្ចឹងយើងដំមកខាងហ្នឹងចូលមុនដំមកខាងហ្នឹងឲ្យអឹបទៅពេលដំចូលបងប្អូនមានអារម្មណ៍ថាវាដំទៅធុអញ្ចឹងដល់ពេលដែលវាដល់វាស្នន់ស្នូពើងអាហ្នឹងវាដល់កលាក់វាហើយអញ្ចឹងអូខេហ្នឹងហើយតបមកយើងដាក់ផ្លូវចូលដាក់ខ្លាញ់គោតិចផងដើម្បីវាដើរស្រួលមិនមែនដើរពេលជាពេលយើងញាត់ចូលកុំឲ្យវាកកិតមកដាក់ខ្លាញ់គោតិចមកដំបដាងម្ខាងទៀតចូលដោយសារខ្ញុំអត់
មានកណ្ដោលមិនថតវីដេអូខ្ញុំដាក់ដៃដំអញ្ចឹងបណ្ដោយទៅបងប្អូនដំវាអញ្ចឹងទៅដំវាតលឺពើងដូចខ្ញុំនិយាយតែគ្រាន់ដំហ្នឹងកុំខ្លាំងថ្នមដៃដំតិចតែបើយើងបវល់វាហើយយើងអង្គើមកវាអង្គើអត់បើវាអត់អង្គើទេអត់អីទេអូខេហើយយើងបវល់មកធូខ្សុយបងប្អូនធូអត់មានអីទេយើងដាក់ខ្លាញ់គោបន្តិចដើម្បីការពារទឹកចូលហើយតែមិនដាក់ឆ្នុកហើយឆ្នុកមាន2ដែរឆ្នុកខាងស្ដាំវាមានសទះធំហើយឆ្នុកខាងឆ្វេងវាមានស្ទះតូចស្រាប់ដាក់ក្នុងកូនឆ្កែអញ្ចឹងកុំឲ្យច្រឡំហើយថាកង់នេះរៀងកែច្នៃចឹងក៏មានសទះ2ជាន់ដាក់កណ្ដោដាក់អីចូលមកវិញមកហើយយើងញាត់កូនឆ្កែចូលយើងភ្លេចដាក់ស្ទះការពារទឹកដាក់ចូលទៅហ្នឹងហើយស្ទះការពារទឹកនេះវាជួយការពារទឹកបដាងយើងកាលណាចូលទឹកគឺខូចហើយកាលណាស្ទះនឹងបាត់គឺវាឆាប់ចូលទឹកវាឆាប់ខូចហើយកូនឆ្កែហ្នឹងពេលដាក់ចូលទៅវាកលអញ្ចឹងយើងយកដៃឆ្កឹះសកត់វាចូលក្នុងទៅវាកលឲ្យមួយណាសកត់ត្រូវវាភ្លុចចូលហើយនឹងអត់មានអីបាក់ទេបងប្អូនបើមិនអញ្ចឹងយកខ្សែរុំក៏បានតែខ្ញុំខ្ជិលស្រួលដែរអញ្ចឹងតែមកដាក់ខ្លាញ់គោតិចទៀតហើយយើងដាក់ឆ្នុកចូលទៅរឿងហ្នឹងវាចប់ហើយបាទចប់សពគ្រប់ហើយយើងមើលឆ្វេងស្ដាំអង្គើបវលលេខកើតមានតឹងមានស្អិតអីអត់បើសិនជាអត់មានបញ្ហាទេការងារហ្នឹងវាចាប់តែប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនអាចមើលវីដេអូហ្នឹងហើយរៀនធ្វើតាមបានណាហើយកុំភ្លេចជួយ Subscribe ផងអរគុណច្រើន